Hello សួស្តីទាំងអស់គ្នាថ្ងៃនេះមានសំណួរសួរអ្នកនរគ្នាមួយថាពេលណាគ្នាធ្វើម្ហូបម្ដងណាគិតទិញគ្រឿងអីមួយចឹងទៅផ្សារអ្នកគ្នាដែរភ្លេចគ្រឿងក្រៅដែលត្រូវ slow នឹងអត់សម្រាប់ខ្ញុំវិញណាឃើញខ្ញុំមកដល់អ៊ុតម្ហូបអ៊ុតអីចឹងខ្ញុំមិនអ្នកដើរផ្សារទេខ្ញុំអត់ចេះទៅផ្សារទិញម្ហូបអីទេអត់សូវជំនាញគឺថាបើសិនជាឲ្យខ្ញុំទៅផ្សារម្ដងគឺទិញគ្រឿងក្រៅអីចឹងណាទិញមុខខ្វះក្រោយទិញក្រោយខ្វះមុខអត់យល់ទេពេលខ្លះគិតហើយថា slow អីចឹងទៅដើរទៅដល់ទិញគ្រឿងមកនៅខ្វះអីគេទៀតទៅចេះតែ slow ទេតែបើរឿងថាទិញគ្រឿងក្រៅយកមក slow ដូចជាមិនសូវជាជំនាញទេបងអើយចឹងហើយត្រូវតែវឹកហាត់ហើយរៀនបន្តខ្ញុំខ្វះឯកទេសនឹងមួយអត់ដឹងថាម៉េចពេលទៅផ្សារម្ដងហៅនឹកមកហូបថ្មមកចេញដល់ពេលចេញហើយទិញគ្រឿងខ្វះទៀតហ្នឹងគឺជាបញ្ហារបស់អ្នកធ្វើម្ហូបហើយឥឡូវថ្ងៃនេះម្ហូបរបស់ខ្ញុំគឺថាបានជាមួយនឹងស្ងោរតឡាចបងហើយខ្ញុំក៏ add ជាមួយនឹងផ្សិតដែរគឺផ្សិតក្រៀមយើងហ្នឹងយើងយកវាទៅត្រាំទឹកមកបងហើយឥឡូវយើងមកធ្វើការចិតវាបែបហ្នឹងមកហើយចាំយកវាទៅបំពងជាមួយនឹងខ្ទឹមមកបងយើងដាក់បំពងខ្ទឹមឲ្យឈ្ងុយហើយចាំយើងដាក់ផ្សិតរបស់យើងហ្នឹងកូរវាឲ្យឈ្ងុយដែរមកបងកូរចោះកូរឡើងចឹងមកបន្ទាប់មកចាំយើងដាក់សាច់កូរជាមួយទៀតទៅដើម្បីឲ្យវាឈ្ងុយជាមួយនឹងខ្ទឹមបំពងចូលគ្នាចឹងណារបៀបស្ងោររបស់ខ្ញុំគឺខ្ញុំចិត្តកូរគ្រឿងមុនបងដើម្បីឲ្យវាឈ្ងុយណាហើយបន្ទាប់មកខ្ញុំក៏ដាក់ទឹកហើយយើងដាក់គ្រឿងក្រៅបន្លែយើងទៀតមកស្គមអំបិលប៊ីចេងទឹកត្រីមកបងបន្ទាប់មកទៀតក៏មានជាមួយនឹងដុំស៊ុបខ្នុរដែរបងគឺចឹងមកថែមម្រេចតិចមកវាឈ្ងុយបន្ទាប់មកម្ហូបរបស់យើងក៏ឆ្អិនហើយមកអញ្ជើញញ៉ាំទាំងអស់គ្នាបងញ៉ាំជាមួយខ្ញុំគឺថាឆ្ងាញ់ប៉ុណ្ណាទៅក្តៅហុយដាក់ចូលក្នុងមាត់ផ្លុំចោះផ្លុំឡើងកោវឹកមកជាតិហ្មងបងអើយដាក់មួយម៉ាត់គឺថាឆ្ងាញ់សុំសរសើរខ្លួនឯងមួយចោះតាំងពីធ្វើម្ហូបថតវីដេអូមកគឺថាធ្វើម្ហូបឆ្ងាញ់ជាងមុនឆ្ងាយកាលពីមុនអត់តន់ថតវីដេអូធ្វើម្ហូបអត់សូវឆ្ងាញ់ទេសារភាពត្រង់ហ្មងតែតាំងពីថតវីដេអូមកបងគ្រឿងតែម្ដងគួតគឺឆ្ងាញ់យកហ្មងប៉ុន្តែកាលពីមុនបង3 4ដងអត់ឆ្ងាញ់ទេអរគុណបងសម្រាប់ការវីដេអូដល់ចប់ណា